ថ្ងៃហ្នឹងនាងខ្ញុំមកតបខមមិនចាលោកយាយគាត់សួរថាតើការក្លូតឬក៏ដើមក្លូតហ្នឹងចាអាចជួយព្យាបាលកម្ចាត់ជាតិពុលឬក៏បន្សាបគ្រឿងញៀនបានអត់ចឹងណាសម្រាប់ការក្លូតសម្រាប់ដើមក្លូតណាអត់ពុលទេយើងអាចហូបបានប៉ុន្តែมันបានបញ្ជាក់ថាចាដើមក្លូតអាចកម្ចាត់ជាតិពុលឬក៏បន្សាបគ្រឿងញៀនបានទេប៉ុន្តែសម្រាប់ផ្លែក្លូតតែទៅតែស្ងោរបានបន្ទាប់មកជុះសាច់វាអស់សល់គ្រាប់យើងយកវាមកលីងចាហូបបានសម្រាប់ការដើមរូបចម្លាក់ពីដើមណាគឺគាត់យកទៅធ្វើស្និតសក់រូបចម្លាក់នៅតាមប្រាសាទអញ្ចឹងដើមក្លូតគឺជាដើមកម្រហើយដើមក្លូតមិនមែនជាដើមធំខ្ពស់ដូចដើមផ្សេងណាគឺជាប្រភេទដើមវល្លិប៉ុន្តែមិនមែនវល្លិទន់ទេគឺវល្លិរឹងហ្មងហើយផ្កាវានឹងកម្រមែនណាសំបីតែផ្ទះលេខ2ក៏ចង់បានពូជដើមក្លូតការក្លូតនឹងយកទៅដែរប៉ុន្តែអត់មានទេមានតែស្រុកខ្មែរយើងទេដែលមានសម្រាប់ដើមក្លូតហ្នឹងគឺដើមកម្រមានចាភាគច្រើនដល់តាមភ្នំការក្លូតគឺមានអ្វីតែពិសេសចាខ្មែរពីដើមដូនតាយើងពីដើមបានយកធ្វើជាស្និតសក់ចាបានចម្លាក់ឆ្លាក់លើប្រាសាទប៉ុន្តែនាងខ្ញុំគិតថាបើសិនជាដើមក្លូតយកទៅដាំតាមប្រាសាទតាតាមទឹកដីអង្គរវត្តណាអាចជាភ្ញៀវទេសចរគាត់បានទៅលេងគាត់បានទស្សនាមើលអាចនឹងមានការចាប់អារម្មណ៍ខ្លាំងចាជាពិសេសកាយអាចបកប្រែប្រាប់ដល់ភ្ញៀវទេសចរបានថាផ្កាហ្នឹងជាផ្កាអ្វីចាផ្កាហ្នឹងមានន័យអ្វីអញ្ចឹងផ្កាហ្នឹងមានន័យខ្លាំងពួកអីបានឆ្លាក់នៅលើប្រាសាទ